ហើយគាត់លក់នំបញ្ចុកឲ្យឯងនេះមកថងពី3000ហ្នឹងគាត់ចំណេញប្រហែលចំណេញ4 10លានមែនគាត់ចំណេញម៉ានរឿងរបស់គាត់មកឯងចេះលុះមកស្អីដែរមានមាត់ណាទុកស៊ីបាយទៅកុំចូលចិត្តលុះគាត់អរគុណបងអរគុណបងនិយាយគេបងដាក់ទឹកស្លខ្មែរបងមួយហើយខ្ចប់ស្លការីមួយចានមកណាបងអើយរំចុក2ថងចាំផ្លែតអូនបងដាក់គាត់ថានេះសិនខ្ញុំប្រញាប់ដាក់ខ្ញុំសិនមកហើយចាំតិចទេតែមកផ្លែតបានដាក់ខ្ញុំមកបើថាអត់ទេខ្ញុំទៅទិញកន្លែងផ្សេងចេះអត់អីអូនដាក់គាត់មុនក៏ដាក់មើលទៅដូចត្រង់ប្រញាប់សម្បើមអរគុណច្រើនទេបងមកឲ្យតែអង្គុយចាំមកផ្លែតអូនឯងឆោអីគេខ្លះខ្ញុំបញ្ចុក2ថងមិនដឹងជាប្រញាប់ទៅណាអាមកក្រោយឯងសោះទាចង់បានមុនដែរស្អប់ហ្មងអាមនុស្សចរិតចឹងផ្លេចសួរបានអូនស្លការីស្លខ្មែរអូនចាបងចាមែនតាហ្នឹងហើយនំបញ្ចុកបានទេអូនបងមិនមកឯណាទៅស្លនៅខ្ញុំចឹងមិនដឹងបងសួរថាយកស្លខ្មែរអូនឯងថាចាខ្ញុំចាមួយគ្នាខ្ញុំតាខ្ញុំយកស្លការីដល់ខ្ញុំវិញមកអីចាំបងដល់ហើយឆ្ងល់ដែរអូនឯងអាពេលគាត់កំពុងច្រកហ្នឹងអូនឯងកុំព្រមប្រាប់គាត់ទៅហើយទៅម៉ៃណាគេម៉ៃអ្នកលក់មែនបើមិនអ្នកលក់បាត់កញ្ចាប់មកដល់ស្ងៀមទៅអូនបានហើយចាំបងដល់ហើយម៉ៃក៏អញ្ចឹងដែរថ្ងៃក្រោយមិននឹងខ្ចាប់អីសួរគេផងខុសបងច្រឡំខ្លួនឯងអត់មានមលក់ខាងក្រៅឲ្យទេស្មានតែអូនឯងអត់យកបាត់បងអត់ដាក់ណានិយាយឲ្យតែបានមកបើអត់មលក់ស៊ីកាដែរហើយមានថែមក្រូចឆ្មាមិនទេអត់ណាក្រូចឆ្មាបងដាក់ឲ្យហើយតែទេវាអស់ឆ្ងល់ដែរបើលក់មិនគ្រប់គ្រឿងចិនត្រៃទេបកាច់លក់ធ្វើស្អីដេកផ្ទះហ្មងទៅវាមិនស្រួលជាងកុំឲ្យអ្នកទិញវាថាមចិត្តខ្លាំងពេកអេអូនសំដីអូនឯងដូចជ្រុលពេកនេះល្មមបានហើយជ្រុលមិនសំដីខ្ញុំនិយាយតែអញ្ចឹងសំដីអូនឯងនិយាយតែអញ្ចឹងហ៎ប្រហែលជានៅផ្ទះអូនឯងនិយាយមួយអ្នកផ្ទះអូនឯងអញ្ចឹងដែរមើលទៅអាងតែអ្នកលក់គ្នាមិនមាត់ដូចជាបានដៃខ្លាំងទៅហ្មងហើយគាត់លក់នំបញ្ចុកឲ្យអូនឯងនេះមកថងពី3000ហ្នឹងគាត់ចំណេញប្រហែលចំណេញ4 10លានមែនគាត់ចំណេញម៉ានរឿងរបស់គាត់មកឯងចេះលុះមកស្អីដែរមានមាត់ណាទុកស៊ីបាយទៅកុំចូលចិត្តលុកលាន់រឿងគេពេកខ្ញុំមិនចង់ជាលក់មាត់ជាមួយនឹងឯងប្រហែលទេតែវាទើសភ្នែកពេកកុំចេះទៅរឿងគេខ្លាំងពេកប្រយ័ត្នអាលៀកខ្សែរបស់ខ្ញុំមិនមែនតើគេណាកុំឲ្យរបៀបនៅមិននៅដល់ចប់ភ្នែកបៀកឃ្លៀកអធិស្ឋានផងអូនអារឿងខ្សែមិនខ្សែអស់ហ្នឹងគ្មានបានមកព្រឺរោមបងសំបីតែមាត់តសៃសក់ទេបើគ្រាន់តែមានលុយហើយមានខ្សែតែសិលធម៌អន់ដូចអូនឯងហ្នឹងវាមានតែធ្វើឲ្យអ្នកដតីពិបាកឯអូនហេងសយហ្នឹងពិបាកដោយតាំងពីអាខ្សែអូនឯងហ្នឹងទៀតតាំងពីមកទិញដំបងមិនដឹងជាប្រញាប់តន់ហន់ទៅណាចាំមកផ្លែតអីមិនបានហើយបងសុកចិត្តឲ្យអូនឯងយកមុនហ្នឹងតើព្រោះបងអាណិតអ្នកលក់ខ្ញុំប្រញាប់ចឹងហីព្រោះពេលវេលារបស់ខ្ញុំមានតម្លៃមិនមែនដូចអ្នកឯងណាហ្នឹងហើយប្រហែលរាល់ថ្ងៃហ្នឹងកំពុងដេកសម័យឯមកទៅអូយពេលវេលាអញមានតម្លៃណាស់ពេលវេលាផកគេអ្នកដតីគ្មានអាណាមានតម្លៃស្មើអញទេមើលទៅណែបងនិយាយបន្តិចទៀតបើថាមានលុយមកទិញគេទាំងដៃហើយណាកុំធ្វើថោកធ្វើឲ្យវាថ្លៃធ្នូតិចមើលកុំអារបៀបរបស់របរណាដែលផុសអ្នកលក់មានណានិយាយពីថាសុំគ្នាថែមនឹងជ្រែកដៃហីតែបើរបស់របរណាគ្នាអត់មានវិញនិយាយពីស្ដីឲ្យគ្នាជ្រះឆ្អេះមុខក្រោយទេហួសហេតុពេកទេកន្លែងនេះកន្លែងលក់នំបញ្ចុកអូនមិនមែននៅ supermarket ដែលឯងចង់បានអីបានហ្នឹងទេហើយបើទោះបីជានៅ supermarket ក៏ឯងមិនមែនទៅសុំគេថែមបានជ្រែកដៃចឹងដែរលែបខាយឌឺដងស្ដីឲ្យគ្នាមុខក្រោយមើលតែអ្នកលក់ហ្នឹងគ្នាក្មេងបៀមដៃហីបងឯងនិយាយត្រូវអ្នកលក់តាអញ្ចឹងក្នុងដូចពួកខ្ញុំជួបតែរឿងចឹងណោះអូនឯងមានលឺគាត់និយាយអត់ណែបងក៏ប្រាប់ទេប្រហែលហាងមានបុគ្គលិករាប់រយនាក់គេនៅមានចំណុចខ្វះខាតហើយចុះទាំងរំគាត់លក់តែឯងឲ្យគាត់ទៅបំពេញចំណង់ចំណូលចិត្តសេចក្តីត្រូវការអូនឯងបានសពគ្រប់ដែរឬមួយក៏អូនឯងចង់ឲ្យគាត់លើកនំបញ្ចុកមកបញ្ចុកដល់មាត់អូនឯងទៀតបានអូនឯងអស់ចិត្តតម្លៃប៉ុណ្ណឹងនំបញ្ចុកប៉ុណ្ណឹងសេវាកម្មប៉ុណ្ណឹងវាសមរម្យពេកទេអូនហើយក៏អូនឯងចំណាយលុយ5 6000មកទិញនំបញ្ចុកគ្នានឹងត្រូវឲ្យអ្នកលក់នឹងលើកអូនឯងដាក់លើជើងពៀនទៀត
បើនិយាយពីចូលទៅហូបអីនៅតាមហាង brand វិញសឹងតែថាថែមស្អីក៏គេគិតលុយទឹកក៏គិតលុយសាច់ក៏គិតលុយបន្លែក៏គិតលុយនេះអូនឯងមានដែរហ៊ានទៅក្អកជាមួយគេមួយម៉ាត់អត់មានដែរហ៊ានលូទៅថ្លៃអត់អាគ្នាលក់ចំណេញបានបន្តិចតួចគ្រាន់តែដោះស្រាយជីវភាពប្រចាំថ្ងៃនឹងមិនជួយគ្នាទេតាំងតែដល់ពេលគ្នាលែងមានមុខរបរលែងមានការងារធ្វើតាំងអូយរាល់ថ្ងៃនេះមិនបានសបោអ្នកអត់ការងារធ្វើហ្មងសបោអ្នកក្រហ្មងគួរសួរខ្លួនឯងខ្លះទៅនិយាយពីថានំបញ្ចុក2ថង់ហ្នឹងអត់មកទេហូបកើតអត់ទេបើថាហូបមិនកើតទេអូនឲ្យនំបញ្ចុក2ថង់ហ្នឹងបងហ្មងមកហូបកើតតាបងបើថាហូបកើតយកនំបញ្ចុកហ្នឹងឲ្យលុយគេទៅហើយបងនិយាយរឿងមួយទៀតមើលចេញមកក្រៅអញ្ចឹងពាក់ម៉ាស់ពាក់អីការពារខ្លួនផងចាបងអូនច្រកនំបញ្ចុកផងបងមក